នេះគឺជាវិធីមួយនៅសម្រាប់តែយើងបើកមុខងារមួយនៅក្នុង chat messenger របស់យើងសម្រាប់ការ chat ទៅជាមួយនឹងនរណាម្នាក់ដើម្បីឲ្យmistake ហ្នឹងមានន័យថាវានឹងបាត់ទៅវិញបន្ទាប់ពីយើងបិទ chat ឬក៏ទុក chat ហ្នឹងក្រោយ24ម៉ោងមានន័យថាវា auto delete ណាអញ្ចឹងឧទាហរណ៍ថាខ្ញុំរើសយកម្នាក់មួយនៅក្នុងចំណោមខ្ញុំរើសនេះអញ្ចឹងណានៅក្នុងដៃគូឬក៏អ្នកដែលធ្លាប់ chat ជាមួយខ្ញុំអញ្ចឹងហើយខ្ញុំចង់បើកមុខងារហ្នឹងខ្ញុំគ្រាន់តែចូលទៅលើ chat របស់គាត់តបទៀតចុចទៅលើ option ខាងលើរួចហើយយើងនឹងរកមើលពាក្យថា disappearing message នៅក្នុងពាក្យហ្នឹងយើងចូលទៅហើយយើងគ្រាន់តែគ្រីសយក24 hour នេះមកណា24 hour ហ្នឹងបន្ទាប់ពីយើងបើកនឹងហើយមានន័យថាmistake នឹងត្រូវបានបាត់ទៅវិញបន្ទាប់ពីយើង chat ហើយ24ម៉ោងហ្នឹងណាក្រោយ24ម៉ោងមកគឺវា auto delete ទៅវិញខ្លួនឯងតែម្ដងអញ្ចឹងគឺយើងមិនចាំបាច់ unsend ឬអីនាំពិបាកទេហើយការ unsend នេះយើង unsend បានតែ chat របស់យើងទៀតឬឲ្យ chat របស់គេគឺយើងអាច unsend បានទេតែបើយើងបើកមុខងារ disappearing message នេះហើយគឺវាស្រួលក្រោយយើង chat រួចគឺវា auto delete ទៅហើយការបិទរបស់វិញគឺអត់ពិបាកទេយើងចូលទៅក្នុងនឹងដូចគ្នាហើយយើងចាប់ផ្ដើមចូល scroll ទៅរកកន្លែង disappearing message នឹងវិញដូចគ្នាមករួចហើយយើងគ្រាន់តែចុចទៅលើពាក្យថាអោសខាងលើនេះមកបន្ទាប់មកគឺបិទជាការស្រេចហើយតែប៉ុណ្្នឹងទេ